ស្ត្រីម្នាក់ចង់លេងលះជាមួយប្តីរបស់នាងប៉ុន្តែនាងមិនដែលនឹកស្មានថាមេធាវីដែលទទួលសំណុំរឿងលេងលះរបស់នាងគឺជាអតីតមិត្តប្រុសរបស់នាងឡើយនាងគិតថាបុរសនោះចិត្តនាងទទួលសំណុំរឿងនេះដើម្បីចំអកឲ្យនាងដូច្នេះនាងបានដោះវ៉ែនតានិងមកចេញបង្ហាញស្នាមជាមដែលប្តីរបស់នាងបានវីធ្វើបាបហើយសួរគាត់ថាតើគាត់ពេញចិត្តនឹងអ្វីដែលបានឃើញហើយឬនៅបុរសនោះជឿចិត្តយ៉ាងខ្លាំងចំពោះនាងប៉ុន្តែគាត់នៅតែរឹងរូសហើយនិយាយថានាងសមនឹងទទួលបានបែបនេះកាលពីមុនបន្ទាប់ពីបញ្ចប់ការសិក្សាគាត់ធ្លាប់ចង់រៀបការជាមួយនាងភ្លាមប៉ុន្តែស្ត្រីនោះស្រាប់តែប្រែជាត្រជាក់ហើយនិយាយថានាងគ្រាន់តែលេងសើចជាមួយគាត់ប៉ុណ្ណោះមុននឹងសុំបែកគ្នាបុរសនោះបានព្យាយាមសុំឲ្យនាងនៅបន្តជាមួយគាត់ប៉ុន្តែនាងបានយកលុយមួយបាច់ធំមកប្រមាថគាត់និងបង្ខំឲ្យគាត់បោះបង់ចិត្តលើនាងដោយបេះដូងខ្ទេចខ្ទាំបុរសនោះក៏យកព្រមបែកគ្នារយៈពេល6ឆ្នាំបានកន្លងផុតទៅយ៉ាងលឿនហើយគ្មានអ្នកណាម្នាក់នឹកស្មានថាពួកគេនឹងជួបគ្នាម្ដងទៀតក្នុងស្ថានភាពបែបនេះឡើយស្ត្រីនោះបានសុំទោសគាត់ហើយទទួលស្គាល់ថានាងមិនគួរនិយាយពាក្យខុសខើបែបនោះនៅថ្ងៃបែកគ្នាឡើយនាងបាននិយាយថានាងនឹងរកមេធាវីផ្សេងទៀតមុននឹងដើរចេញទៅនាងគិតថាផ្លូវជីវិតរបស់ពួកគេនឹងមិនជួបគ្នាទៀតទេប៉ុន្តែនៅថ្ងៃបន្ទាប់ពេលកំពុងនាំកូនស្រីទៅសាលាម្ដាយនាងបានជួបអតីតមិត្តប្រុសរបស់នាងម្ដងទៀតដោយសារកូនស្រីចិត្តយឺតម៉ោងនាងក៏សម្រេចចិត្តឡើងជណ្ដើរយន្តជាមួយគាត់បុរសនោះបានកត់សម្គាល់ថានាងមើលទៅភ័យខ្លាចខ្លាំងហើយតែងតែការពារកូនស្រីនៅពីក្រោយខ្នងមិនចង់ឲ្យគាត់ចូលចិត្តឡើយរហូតដល់ក្មេងស្រីតូចបានធ្វើឲ្យប្រដាប់ក្មេងលេងធ្លាក់ហើយគាត់បានរើសឲ្យនោះទើបគាត់សង្កេតឃើញថាក្មេងស្រីនោះមានមុខមាត់ស្រដៀងនឹងគាត់យ៉ាងចម្លែកគាត់ក៏សួរថាក្មេងស្រីមានអាយុប៉ុន្មានស្ត្រីនោះបានឆ្លើយភ្លាមថានាងមានអាយុ4ឆ្នាំនៅពេលនោះជណ្ដើរយន្តក៏បានមកដល់ជាន់ផ្ទាល់ដីដូច្នេះគាត់មិនអាចសួរបន្តបានទៀតហើយក៏ចាក់ចេញទៅនៅយប់នោះពេលស្ត្រីនោះទើបតែមកដល់ផ្ទះមិត្តស្រីជិតស្និទ្ធរបស់នាងបានរត់មកប្រាប់ថាប្តីរបស់នាងបានយកកូនស្រីទៅបាត់ហើយមុនពេលនាងអាចប្រតិកម្មបានប្តីរបស់នាងក៏បានសម្រុកចូលផ្ទះភ្លាមគាត់បានបញ្ជាឲ្យនាងដកពាក្យបណ្ដឹងលេងលេះចេញហើយប្រើទំនាក់ទំនងរបស់នាងជួយឲ្យក្រុមហ៊ុនរបស់គាត់ជោគជ័យបន្ទាប់មកគាត់បានរំលឹកថាថ្ងៃស្អែកជាថ្ងៃខួបកំណើតម្ដាយរបស់គាត់ហើយបញ្ជាឲ្យនាងបន្តធ្វើពុតជាភរិយាដ៏ល្អម្នាក់នៅចំពោះមុខមនុស្សគ្រប់គ្នាដើម្បីយកកូនស្រីមកវិញស្ត្រីនោះគ្មានជំរឿអ្វីក្រៅពីយកព្រមប៉ុន្តែនៅថ្ងៃជប់លៀងនាងបានជួបអតីតមិត្តប្រុសម្ដងទៀតដោយមិននឹកស្មានដោយសារបុរសនោះបានក្លាយជាមេធាវីល្បីឈ្មោះប្តីរបស់នាងបានស្វាគមន៍គាត់យ៉ាងកក់ក្ដៅបុរសនោះបានសរសើរថាប្តីប្រពន្ធមួយគូនេះមើលទៅស្រឡាញ់គ្នាខ្លាំងណាស់ប៉ុន្តែប្តីរបស់នាងមិនបានដឹងពីការចំអកនៅក្នុងសម្លេងរបស់គាត់ឡើយហើយថែមទាំងសាច់និយាយថាពាក្យចាំអារ៉ាមអំពីការលេងលះគឺមិនពិតទេភ្លាមនោះបុរសនោះបានអញ្ជើញស្ត្រីនោះរួមជាមួយគាត់នាងចង់បដិសេធប៉ុន្តែប្តីរបស់នាងបានរុញនាងទៅរកគាត់ព្រោះចង់ប្រើនាងដើម្បីបង្កើតទំនាក់ទំនងល្អជាមួយមេធាវីដ៏មានឥទ្ធិពលម្នាក់នេះខណៈពេលកំពុងរួមបុរសនោះបានខ្សឹបប្រាប់នាងថាដរាបណាអ្នកខ្លាចជាស្រីស្នេហ៍របស់ខ្ញុំនឹងជួយអ្នកលេងលះស្ត្រីនោះបានបដិសេធភ្លាមព្រោះនាងមិនចង់ទាញគាត់ចូលក្នុងបញ្ហារបស់នាងប៉ុន្តែបុរសនោះបានយល់ច្រឡំហើយគិតថានាងនៅតែមិនអាចបំភ្លេចប្តីរបស់នាងបានដោយកំហឹងគាត់បានដើរចេញទៅបន្ទាប់ពីកម្មវិធីជប់លៀងបញ្ចប់ស្ត្រីនោះបានទទួលទូរស័ព្ទពីអ្នកមើលថែកូនអ្នកមើលថែបានប្រាប់ថាកូនស្រីរបស់នាងកំពុងមានគ្រុនក្តៅខ្លាំងប៉ុន្តែប្តីរបស់នាងមិនអនុញ្ញាតឲ្យនាំក្មេងទៅមន្ទីរពេទ្យទេស្ត្រីនោះភ័យស្លន់ស្លោភ្លាមនាងបានប្រញាប់ទៅរកអតីតមិត្តប្រុសហើយប្រាប់ថានាងសុខចិត្តខ្លាចជាស្រីស្នេហ៍របស់គាត់ដរាបណាគាត់អាចជួយសង្គ្រោះកូនស្រីរបស់នាងបានបន្ទាប់ពីដឹងថាក្មេងស្រីតូចកំពុងត្រូវគេចាប់ឃុំទុកបុរសនោះបាននាំនាងសម្រុកចូលវិឡារបស់ប្តីនាងភ្លាមក្រោយពីដោះស្រាយអង្ក្រាកនៅមាត់ទ្វាររួចពួកគេទាំងពីរបានរត់សម្ដៅទៅបន្ទប់របស់ក្មេងស្រីប៉ុន្តែនៅពេលបុរសនោះលើកក្មេងស្រីតូចឡើងស្ត្រីនោះបានទទួលទូរស័ព្ទពីប្តីរបស់នាងដោយកំហឹងប្តីរបស់នាងបានជេរប្រមាថនាងមិនឈប់ប៉ុន្តែដោយចៃដន្យគាត់បានបញ្ចេញការពិតអំពីអត្តសញ្ញាណរបស់ក្មេងស្រីនៅពេលនោះទើបបុរសនោះដឹងថាក្មេងស្រីតូចមិនមែនជាកូនបង្កើតរបស់ប្តីនាងឡើយហើយនៅពេលគាត់គិតពីរូបរាងរបស់ក្មេងស្រីដែលស្រដៀងនឹងគាត់យ៉ាងខ្លាំងគាត់ក៏ចាប់ផ្ដើមសង្ស័យថាតើក្មេងស្រីតូចម្នាក់នោះអាចជាកូនបង្កើតរបស់គាត់ដែរឬទេ